សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសិលសមាធិបញ្ញាពុទ្ធិកបណ្ឌិតសភានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាប្រវត្តិពិធីបុណ្យមាឃបូជាឯកសារដកស្រង់ពីគម្ពីរព្រះត្រៃបិដកនិងអដ្ឋកថាការផ្សាយរបស់ពុទ្ធិកបណ្ឌិតសភាមានបណ្ឌិតកុលផេងប្រធានក្រុមប្រឹក្សាភិបាលលោកគ្រូថមមេណនអគ្គលេខាធិការរៀបរៀងចងក្រងនិងអត្ថាធិប្បាយដោយលោកគ្រូថមមេណនឧបាសករស់សេរីវណ្ណាតកាត់តនឹងក្រាហ្វិកលោកគ្រូថមមេណនឧបាសករស់សេរីវណ្ណាតពុទ្ធសករាជ2553គ្រិស្តសករាជ2009មនាលភិក្ខុទាំងឡាយបុគ្គលឯកការកើតឡើងក្នុងលោកក៏រមែងកើតឡើងដើម្បីជាគុណដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីប្រយោជន៍ដើម្បីជាគុណដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយបុគ្គលឯកតើគឺនរណាគឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធមនាលភិក្ខុទាំងឡាយបុគ្គលឯកនេះឯងការកើតឡើងក្នុងលោកក៏រមែងកើតឡើងដើម្បីជាគុណដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីប្រយោជន៍ដើម្បីជាគុណដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយមនាលភិក្ខុទាំងឡាយការកើតប្រកបនៃបុគ្គលឯកបានដោយកម្រក្នុងលោកការកើតប្រកបនៃបុគ្គលឯកតើគឺនរណាគឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធមនាលភិក្ខុទាំងឡាយការកើតប្រកបនៃបុគ្គលឯកនេះឯងរកបានដោយកម្រក្នុងលោកមនាលភិក្ខុទាំងឡាយបុគ្គលឯកការកើតឡើងក្នុងលោកក៏រមែងកើតឡើងជាមនុស្សអស្ចារ្យបុគ្គលឯកតើគឺនរណាគឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធមនាលភិក្ខុទាំងឡាយបុគ្គលឯកនេះឯងការកើតឡើងក្នុងលោកក៏រមែងកើតឡើងជាមនុស្សអស្ចារ្យមនាលភិក្ខុទាំងឡាយកាលកិរិយានៃបុគ្គលឯកជាទីសោកស្ដាយនៃជនច្រើនកាលកិរិយានៃបុគ្គលឯកតើគឺនរណាគឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធមនាលភិក្ខុទាំងឡាយកាលកិរិយានៃបុគ្គលឯកនេះឯងជាទីសោកស្ដាយនៃជនច្រើនមនាលភិក្ខុទាំងឡាយបុគ្គលឯកការកើតឡើងក្នុងលោកក៏រមែងកើតឡើងឥតមានពីរមិនមានសម្លាញ់មិនមានបុគ្គលមានអត្តភាពដូចមិនមានបុគ្គលមានអត្តភាពស្មើជាអ្នកបែងភាគធោឥតមានបុគ្គលចាប់កំហុសបានមិនមានបុគ្គលប្រៀបផ្ទឹមបានមិនមានបុគ្គលស្មើតែនឹងបុគ្គលដែលឥតគេស្មើប្រសើរបំផុតជាងពួកសត្វមានជើងពីរបុគ្គលឯកតើគឺនរណាគឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធមនាលភិក្ខុទាំងឡាយបុគ្គលឯកនេះឯងការកើតឡើងក្នុងលោកក៏រមែងកើតឡើងឥតមានពីរមិនមានសម្លាញ់មិនមានបុគ្គលមានអត្តភាពដូចមិនមានបុគ្គលមានអត្តភាពស្មើជាអ្នកបែងភាគធោឥតមានបុគ្គលចាប់កំហុសបានមិនមានបុគ្គលប្រៀបផ្ទឹមបានមិនមានបុគ្គលស្មើតែនឹងបុគ្គលដែលឥតគេស្មើប្រសើរបំផុតជាងពួកសត្វអ្នកមានជើងពីរព្រះច័ន្ទមានពន្លឺភ្លឺស្រទន់កំពុងកោចរទៅក្នុងអាកាសក្នុងថ្ងៃ15កើតពេញបរមីខែមាឃដែលជាថ្ងៃសំខាន់ក្នុងព្រះពុទ្ធសាសនា15កើតពេញបរមីខែមាឃជាថ្ងៃសំខាន់មួយខ
ក្នុងព្រះពុទ្ធសាសនាដែលពុទ្ធសាសនិកជនទាំងបព្វជិតទាំងក្រហមនាំគ្នាប្រារព្ធធ្វើពិធីបុណ្យមាឃបូជាមាឃបូជាប្រារព្ធធ្វើឡើងដោយហេតុ3យ៉ាង1ជាថ្ងៃប្រជុំប្រកបដោយចតុរង្គសន្និបាត2ជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខដែលជាបេះដូងធម៌3ជាថ្ងៃដែលព្រះពុទ្ធអង្គដាក់ព្រះជន្មាយុសង្ខារដើម្បីបរិនិព្វានក្នុងថ្ងៃ15កើតពេញបរមីខែមាឃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់គង់ក្នុងលអាងសូករខតានាភ្នំកិច្ចកោฏជិតក្រុងរាជក្រឹសពេលនោះព្រះអង្គទ្រង់សម្ដែងនៅទីខនខសោតប្រុសបរិពាជកឈ្មោះទីខនខខណៈពេលនោះដែរព្រះធម្មសេនាបតីសារីបុត្រនិមន្តស្ថិតនៅខាងស្ដាំបក់ផ្លិតថ្វាយព្រះសម្មាសម្ពុទ្ធបានពិចារណានៅព្រះធម៌តាមក្រសែដែលព្រះពុទ្ធអង្គទ្រង់សម្ដែងក៏បានសម្រេចជាព្រះអរហន្តដល់ទីបំផុតនៃសាវកបារមីញាណនិងបញ្ញា16ចំណែកទីខនខៈក៏បានសម្រេចនៅសោតាបតិផលកាលព្រះអាទិត្យទាបអស់ស្ដង្កត់ព្រះអង្គទ្រង់បញ្ចប់ព្រះធម្មទេសនានេះហើយទ្រង់និមន្តចុះពីភ្នំកិច្ចកោฏព្រះអង្គទ្រង់យាងទៅកាន់វត្តវេលវ័នហើយប្រជុំសាវកប្រកបដោយអង្គ4ព្រឹត្តិការណ៍ទី1ចតុរង្គសន្និបាតប្រកបដោយអង្គ4គឺ1ថ្ងៃឧបោសថ15កើតពេញបរមីខែមាឃ2ព្រះភិក្ខុ1250អង្គប្រជុំគ្នាតាមធម្មតារបស់ខ្លួនមិនមានអ្នកនិមន្ត3ព្រះភិក្ខុទាំងនោះសុទ្ធតែជាព្រះអរហន្តអភិញ្ញា6 4ព្រះភិក្ខុទាំងនោះសុទ្ធតែជាអេហិភិក្ខុព្រឹត្តិការណ៍ទី2សម្ដែងបាតិមោក្ខដែលជាបេះដូងធម៌ក្នុងថ្ងៃ15កើតពេញបរមីខែមាឃបន្ទាប់ពីព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងបាន9ខែគត់កាលព្រះអរហន្ត1250អង្គបានជួបជុំគ្នាហើយព្រះពុទ្ធអង្គទ្រង់សម្ដែងនៅឱវាទបាតិមោក្ខថាខន្តីបរមੰតបោតិតក្ខានពេនੰបរមੰវតន្តិពុទ្ធានហេបបជិតោបរូបខេតីអ្នកសមណោហោតិបរាំងវិហេថយន្តោអធិវាសនខន្តីពោគឺសេចក្តីអត់ធន់ជាតបៈធម៌ដ៏ឧត្តមព្រះពុទ្ធទាំងឡាយតែងត្រាស់ថាព្រះនិព្វានជាគុណជាតិដ៏ឧត្តមបុគ្គលណាសម្លាប់សត្វដទៃបៀតបៀនសត្វដទៃបុគ្គលនោះមិនឈ្មោះថាបព្វជិតឡើយបុគ្គលណាសម្លាប់សត្វដទៃប
បៀតបៀនសត្វដទៃបុគ្គលនោះមិនឈ្មោះថាសមណៈឡើយសពបបស្សៈអករណੰកុសលសោបសម្បទាសច្ចតបរិយោទៈបណੰអេតាំងពុទ្ធាអ្នកសាសនੰការមិនធ្វើបាបទាំងពួងការបំពេញកុសលការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ទាំង3នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយអនុបវាតោអនុបគាតោបាទេមោខេចសង្វរោមត្តញ្ញុតាចផតតស្មឹងបន្តាញ់